សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកអំពីរបៀបផ្លាស់ប្ដូរលេខកូដ Wi-Fi ឬ password Wi-Fi របស់យើងជាដំបូងយើងត្រូវភ្ជាប់ Wi-Fi របស់យើងសិនមកគឺយើងចូលមកកាន់ setting បន្ទាប់មកទៀតយើងជ្រើសរើសយកកន្លែង Wi-Fi នេះ Wi-Fi ដែលយើងបានភ្ជាប់បន្តមកទៀតគឺយើងធ្វើការចុចកន្លែងអក្សរ I មាន6នេះដើម្បីចូលទៅកាន់កន្លែងពាក្យ router ដើម្បីមើលលេខ IP address របស់ Wi-Fi ចឹងលេខ address 192.168.1ចុចលេខ1បន្តមកទៀតបងប្អូនត្រូវមានកម្មវិធីមួយឈ្មោះ Firefox ហើយយើង open មកចឹងគឺយើងត្រូវយកលេខ 192.168.1.1 នេះមកដាក់កន្លែងនេះចឹងយើងសរសេរអូខេអញ្ចឹងយើងបានបំពេញត្រឹមត្រូវហើយយើងចុចពាក្យ Go ខាងក្រោមហើយយើងចុចកន្លែង Advanced នេះហើយចុចកន្លែងនេះមកចឹងមកដល់ចំណុចត្រង់នេះគឺវាមានកន្លោនបែបនេះចឹងកន្លែង username យើងដាក់ admin មកអក្សរ admin ADMIN អក្សរតូចទាំងអស់បន្តមកទៀត password admin ដូចគ្នាអូខេបន្តមកទៀតយើងចុចពាក្យ loginមកដល់ត្រង់នេះគឺចុចនេះខ្មៅនេះគឺជាលេខកូដរបស់យើងចឹងយើងចុចកន្លែងរូបសញ្ញារូបភ្នែកនេះមកដើម្បីយើងឃើញលេខកូដចឹងលេខកូដចាស់របស់យើងគឺលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8ចឹងយើងធ្វើការចុចបដូរមកឬយើងបន្ថែមក៏បានដែរចឹងបន្ថែមលេខ9មួយទៀតបន្តមកទៀតយើងចុចពាក្យ finish អញ្ចឹងដល់ពេលដែលយើងចុចពាក្យ finish រួចរាល់គឺ Wi-Fi គឺបានបាត់